នឹងពាក្យពិតហ្មងឯង ចេញពីបេះដូង ហើយ សំទោសមេឃ សួស្ដីបងបងជួយណែនាំឈ្មោះនិងតួនាទីរបស់បងដែលធ្វើការនៅបូឌីតិចបង ខ្ញុំបានឈ្មោះប៊ុនទីជា Sales Supervisor នៅ Bodia Wholesale នៅក្នុង Office បាយមានឈ្មោះក្រៅអត់ ខ្ញុំមានឈ្មោះក្រៅនៅ Bodia នេះគឺនៅក្នុង Office ទីអ្នកមាន បាយធ្វើការនៅបូឌីរយៈពេលប៉ុន្មានឆ្នាំហើយមកដល់ឡើយ ខ្ញុំចូល Bodia នេះបាន2ឆ្នាំកន្លះហើយ ពេលទៅជាក្រៅអូខេបាយទឹកចិត្តជាងបាត់អីគេជាងគេ ស្រឡាញ់គេតែម្នាក់ឯង អាចជាងបន្តិចឲ្យគេស្ដាប់ផងបានអត់បង ទេខ្លាចគេជប់ស្រឡាញ់ខ្ញុំ សុំពាក្យ3ម៉ាត់យ៉ាងខ្លីពីបូឌី អស់ចាំណាស់ អស់ចាណាស់អូខេ3ម៉ាត់ទៅហើយអ្វីដែលជាឧបសគ្គជាងគេនៅពេលបាយកំពុងធ្វើការ ពេលធ្វើការមានអីក្រៅពីប្រញាប់ប៉ុន្តែត្រូវធ្វើឲ្យហើយ បាយគិតថាណាគេដែលកំ pl ែងជាងគេនៅក្នុងបូឌី តែម្នាក់ឬក៏ពីរនាក់ អ្នកដែលកំ pl ែងជាងគេនៅក្នុងបូឌី បើកំ pl ែងជាងគេនៅក្នុង Bodia មាន Lucas យូក៏កំ pl ែងនេះ កំ pl ែងស្ងួត ចំពោះពេលចុងសប្តាហ៍បាយចូលចិត្តទៅទៀតនៅកន្លែងណាដែរ ជាទូទៅខ្ញុំចូលចិត្តនៅកន្លែងកាហ្វេ សុំពាក្យមួយម៉ាត់ដែលតាក់ទងនឹងថ្ងៃច័ន្ទ Action Plan Please បាយគិតថាមានអនុស្សាវរីយ៍អីខ្លះដែលបាយអាចភ្លេចពេលនៅធ្វើការនៅបូឌី អនុស្សាវរីយ៍ដែលខ្ញុំមិនអាចភ្លេចបានហ្នឹងគឺធ្វើការអត់មានសម្ពាធច្រើន ចំពោះប្រភេទកីឡាវិញបងចូលចិត្តប្រភេទកីឡាបែបណាដែរ កីឡាណាក៏ខ្ញុំចូលចិត្តដែរតែបើខ្ញុំចូលចិត្តខ្លាំងជាងគេគឺបាល់ទាត់ បាយជួយព័ត៌មានពី manager ឬក៏អ្នកគ្រប់គ្រងរបស់បងតិចមក ដូចនិយាយដើមមេទៀតហ្នឹង ទេតាមពិតទៅមានអីទេមេខ្ញុំគឺគាត់ស្រួលធ្វើការដោយសន្តិវិធី បាយអាចប្រាប់ឈ្មោះអ្នកដែលបកកាយញ៉ាំជាងគេក្នុង office បានទេ អូកូនធីមខ្ញុំចំណាយ អូខេអស់សំណួរហើយបងអរគុណសម្រាប់ការចូលរួមនៅវីដេអូនេះ បង